សួស្តីប្រិយមិត្តទាំងអស់គ្នាតើអ្នកធ្លាប់ទទួលទានសម្លម្ជូរគ្រឿងដែលមានក្លិនឈ្ងុយឆ្ងាញ់ហើយធ្លាប់ឆ្ងល់ទេថាស្លឹករុក្ខជាតិដែលគេដាក់ក្នុងសម្លនោះមានឈ្មោះអ្វីហើយក្រៅពីធ្វើជាគ្រឿងផ្សំម្ហូបអាហារតើវាមានគុណប្រយោជន៍អ្វីខ្លះចំពោះសុខភាពនៅក្នុងវីដេអូថ្ងៃនេះយើងនឹងនាំលោកអ្នកមកស្គាល់រុក្ខជាតិមួយប្រភេទដែលប្រជាជនខ្មែរបានប្រើប្រាស់តាំងពីបុរាណមកទាំងជាអាហារនិងជាឱសថបុរាណសូមទស្សនាវីដេអូនេះរហូតដល់ចប់ដើម្បីស្វែងយល់ពីអត្ថប្រយោជន៍ដ៏គួរឲ្យចាប់អារម្មណ៍របស់រុក្ខជាតិនេះអត្ថប្រយោជន៍នៃដើមកន្ទ្រាំងដើមកន្ទ្រាំងគឺជារុក្ខជាតិមួយប្រភេទដែលប្រជាពលរដ្ឋខ្មែរបានស្គាល់និងប្រើប្រាស់តាំងពីបុរាណកាលមកក្រៅពីស្លឹករបស់វាត្រូវបានយកមកធ្វើជាគ្រឿងផ្សំក្នុងសម្លម្ជូរគ្រឿងនិងម្ហូបផ្សេងដើម្បីបន្ថែមរសជាតិនិងក្លិនឈ្ងុយហើយវាក៏ត្រូវបានគេចាត់ទុកថាជារុក្ខជាតិដែលមានតម្លៃក្នុងអត្ថបុរាណផងដែរ1. ជួយឲ្យប្រព័ន្ធរំលាយអាហារដំណើរការល្អស្លឹកកន្ទ្រាំងមានក្លិនក្រអូបពីធម្មជាតិហើយតាមបទពិសោធន៍ឱសថបុរាណគេជឿថាវាអាចជួយជំរុញការរំលាយអាហារធ្វើឲ្យរាងកាយស្រូបយកសារធាតុចិញ្ចឹមបានល្អនិងជួយឲ្យអ្នកមានអារម្មណ៍ស្រួលពោះបន្ទាប់ពីទទួលទានអាហារ 2. ជួយបំបត្តិអាការហើមពោះអ្នកដែលមានអាការហើមពោះពិបាករំលាយអាហារឬមានឧស្ម័នក្នុងពោះតាមឱសថបុរាណគេតែងយកស្លឹកកន្ទ្រាំងមកធ្វើជាម្ហូបឬដាំផឹកដើម្បីជួយបន្ថយអាការទាំងនេះ 3. សម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មការសិក្សាវិទ្យាសាស្ត្រមួយចំនួនបានរកឃើញថាដើមកន្ទ្រាំងមានសារធាតុប្រឆាំងអុកស៊ីតកម្មដែលអាចជួយការពារកោសិកាពីការខូចខាតដែលបណ្ដាលមកពីរ៉ាឌីកាល់សេរីសារធាតុទាំងនេះមានតួនាទីសំខាន់ក្នុងការ 4. អាចជួយប្រឆាំងបាក់តេរីការស្រាវជ្រាវនៅក្នុងមន្ទីរពិសោធន៍បានបង្ហាញថាសារធាតុមួយចំនួនដែលមាននៅក្នុងស្លឹកនិងឫសរបស់ដើមកន្ទ្រាំងមានសកម្មភាពទប់ស្កាត់ការលូតលាស់របស់បាក់តេរីមួយចំនួនទោះជាយ៉ាងណាលទ្ធផលនេះមិនទាន់មានភស្តុតាងគ្រប់គ្រាន់សម្រាប់ការព្យាបាលលើមនុស្សនៅឡើយទេ 5. អាចជួយបន្ថយការរលាកសារធាតុធម្មជាតិដែលមាននៅក្នុងរុក្ខជាតិនេះក៏ត្រូវបានសិក្សាថាអាចមានសកម្មភាពប្រឆាំងនឹងការរលាកនេះជាមូលហេតុដែលឱសថបុរាណនៅតំបន់ខ្លះបានយកវាមកប្រើសម្រាប់ជួយសម្រាលអាការមួយចំនួន 6. ប្រើជាអាហារដែលផ្ដល់ក្លិនឈ្ងុយក្រៅពីអត្ថប្រយោជន៍ផ្នែកសុខភាពស្លឹកកន្ទ្រាំងគឺជាគ្រឿងផ្សំដ៏មានតម្លៃក្នុងម្ហូបខ្មែរជាពិសេសសម្លម្ជូរគ្រឿងក្លិនឈ្ងុយធម្មជាតិរបស់វាធ្វើឲ្យម្ហូបកាន់តែឆ្ងាញ់និងជួយបង្កើនចំណង់អាហារ 7. ប្រើប្រាស់ក្នុងឱសថបុរាណតាំងពីបុរាណមកប្រជាជននៅតំបន់អាស៊ីអាគ្នេយ៍បានប្រើស្លឹកសម្បកនិងឫសរបស់ដើមកន្ទ្រាំងក្នុងឱសថបុរាណសម្រាប់ជួយសម្រួលអាការមួយចំនួនទោះជាយ៉ាងណាការប្រើប្រាស់គួរធ្វើដោយប្រុងប្រយ័ត្ននិងមិនគួរជំនួសការព្យាបាលតាមវេជ្ជសាស្ត្រទំនើបឡើយសេចក្តីសន្និដ្ឋានដើមកន្ទ្រាំងគឺជារុក្ខជាតិដែលមានតម្លៃទាំងផ្នែកអាហារនិងផ្នែកឱសថបុរាណស្លឹករបស់វាជួយបន្ថែមរសជាតិដល់ម្ហូបខណៈដែលការសិក្សាវិទ្យាសាស្ត្រមួយចំនួនក៏បានរកឃើញសារធាតុដែលមានសកម្មភាពប្រឆាំងអុកស៊ីតកម្មប្រឆាំងបាក់តេរីនិងប្រឆាំងការរលាកប៉ុន្តែគួរចងចាំថាភស្តុតាងវិទ្យាសាស្ត្រលើមនុស្សនៅមានកម្រិតដូច្នេះមិនគួរយកវាមកប្រើជំនួសថ្នាំព្យាបាលជំងឺដែលវេជ្ជបណ្ឌិតបានណែនាំឡើយដើមកន្ទ្រាំងមិនត្រឹមតែស្លឹកប៉ុណ្ណោះទេសូម្បីតែឫសសម្បកដើមនិងមែកក៏ត្រូវបានប្រើក្នុងឱសថបុរាណនៅប្រទេសកម្ពុជាម៉ាឡេស៊ីនិងប្រទេសជិតខាងផងដែរប៉ុន្តែភាគច្រើនផ្អែកលើការប្រើប្រាស់តាមបែបបុរាណនិងការសិក្សាក្នុងមន្ទីរពិសោធន៍មិនទាន់មានភស្តុតាងគ្រប់គ្រាន់សម្រាប់ការព្យាបាលលើមនុស្សនៅឡើយទេខ្ញុំអាចរៀបរាប់ក្នុងវីដេអូរបស់ខ្ញុំដូចខាងក្រោម1. សម្បកដើម
តាមអស្ថបុរាណសម្បកដើមកន្ទ្រាំងត្រូវបានគេយកទៅស្ងោរផឹកដោយគេជឿថាអាចជួយសម្រួលការរំលាយអាហារបន្ថយការឈឺពោះនិងជួយបន្ថយការរលាកមួយចំនួនការសិក្សាមួយចំនួនក៏បានរកឃើញថាសម្បកដើមមានសមាសធាតុធម្មជាតិដែលមានសកម្មភាពប្រឆាំងអុកស៊ីតកម្មនិងប្រឆាំងបាក់តេរីក្នុងមន្ទីរពិសោធន៍ 2. ឬរបស់ដើមកន្ទ្រាំងក៏ត្រូវបានប្រើក្នុងអស្ថបុរាណដែរនៅតំបន់ខ្លះគេប្រើស្ងោរផឹកដើម្បីជួយបំបាត់អាការហើមពោះឬអាការមិនស្រួលខ្លួនទោះជាយ៉ាងណាការប្រើប្រាស់នេះគឺផ្អែកលើបទពិសោធន៍ប្រពៃណីហើយមិនទាន់មានការបញ្ជាក់គ្រប់គ្រាន់ពីការស្រាវជ្រាវលើមនុស្សទេ 3. ការស្រាវជ្រាវវិទ្យាសាស្ត្រអ្នកវិទ្យាសាស្ត្របានរកឃើញថារសនិងសម្បកដើមកន្ទ្រាំងមានសារធាតុធម្មជាតិជាច្រើនតែកំពុងត្រូវបានសិក្សាអំពីសកម្មភាពប្រឆាំងអុកស៊ីតកម្មប្រឆាំងការរលាកនិងប្រឆាំងមេរោគប៉ុន្តែការស្រាវជ្រាវទាំងនេះភាគច្រើននៅតែស្ថិតក្នុងមន្ទីរពិសោធន៍ការប្រុងប្រយ័ត្នសូមកុំប្រើឬសម្បកដើមក្នុងបរិមាណច្រើនឬជាប្រចាំដោយខ្លួនឯងព្រោះមិនទាន់មានការកំណត់កម្រិតសុវត្ថិភាពច្បាស់លាស់សម្រាប់មនុស្សប្រសិនបើមានជំងឺឬកំពុងប្រើថ្នាំគួរពិគ្រោះជាមួយវេជ្ជបណ្ឌិតជាមុនសរុបមកដើមកន្ទ្រង់ជារុក្ខជាតិដែលស្ទើរតែគ្រប់ផ្នែករបស់វាស្លឹកផ្លែរសនិងសម្បកដើមត្រូវបានប្រើក្នុងអស្ថបុរាណប៉ុន្តែផ្នែកដែលត្រូវបានប្រើជាអាហារយ៉ាងទូលំទូលាយនិងមានសុវត្ថិភាពជាងគេគឺស្លឹកខ្ចីដែលយើងនិយមដាក់ក្នុងសម្លម្ជូរគ្រឿងតើផ្លែកន្ទ្រាំងអាចបរិភោគបានទេជាទូទៅផ្លែទុំរបស់ដើមកន្ទ្រាំងពេលប្រែពីបៃតងទៅក្រហមឬខ្មៅអាចបរិភោគបានក្នុងបរិមាណតិចតួចទោះជាយ៉ាងណាវាមិនមែនជាផ្លែឈើដែលគេនិយមបរិភោគជាប្រចាំឡើយរីឯផ្លែខ្ចីពណ៌បៃតងដូចនៅក្នុងរូបរបស់អ្នកគេមិនសូវណែនាំឲ្យបរិភោគទេព្រោះវាមានរសជាតិល្វីងនិងអាចមានសមាសធាតុធម្មជាតិដែលធ្វើឲ្យមនុស្សខ្លះមិនស្រួលពោះតើផ្លែរបស់វាមានអត្ថប្រយោជន៍អ្វីការសិក្សាវិទ្យាសាស្ត្រមួយចំនួនបានរកឃើញថាផ្លែកន្ទ្រាំងមានសារធាតុធម្មជាតិមួយចំនួនដូចជាសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយការពារកោសិកាពីការខូចខាតសារធាតុប្រឆាំងការរលាកដែលត្រូវបានសិក្សានៅក្នុងមន្ទីរពិសោធន៍សារធាតុប្រឆាំងបាក់តេរីនិងផ្សិតក្នុងការពិសោធន៍មួយចំនួនប៉ុន្តែគួរបញ្ជាក់ថាភាគច្រើនជាលទ្ធផលពីការសិក្សាក្នុងមន្ទីរពិសោធន៍ឬលើសត្វពិសោធន៍មិនទាន់មានភស្តុតាងគ្រប់គ្រាន់ថាការបរិភោគផ្លែអាចព្យាបាលជំងឺនៅមនុស្សបានឡើយតើផ្លែរបស់វាពុលដែរឬទេរហូតមកដល់បច្ចុប្បន្នមិនមានភស្តុតាងវិទ្យាសាស្ត្រដែលបញ្ជាក់ថាផ្លែទុំរបស់ដើមកន្ទ្រាំងមានជាតិពុលសម្រាប់មនុស្សនោះទេប៉ុន្តែគួរប្រុងប្រយ័ត្នកុំបរិភោគផ្លែខ្ចីក្នុងបរិមាណច្រើនបើមិនធ្លាប់បរិភោគពីមុនទេគួរសាកល្បងតែបន្តិចសិនប្រសិនបើបន្ទាប់ពីបរិភោគមានអាការដូចជាក្អួតរាគឈឺពោះឬអាឡែកស៊ីគួរបញ្ឈប់ភ្លាមនិងទៅពិគ្រោះជាមួយគ្រូពេទ្យមនុស្សជាច្រើនស្គាល់តែស្លឹកកន្ទ្រាំងដែលយកមកធ្វើសម្លម្ជូរគ្រឿងប៉ុន្តែផ្លែរបស់វាក៏គួរឲ្យចាប់អារម្មណ៍ដែរផ្លែទុំអាចបរិភោគបានក្នុងបរិមាណសមរម្យហើយរហូតមកដល់ពេលនេះមិនមានភស្តុតាងថាវាមានជាតិពុលចំពោះមនុស្សនោះទេទោះជាយ៉ាងណាវាមិនមែនជាផ្លែឈើដែលគេនិយមទទួលទានជាប្រចាំឡើយហើយការសិក្សាវិទ្យាសាស្ត្រក៏នៅតែបន្តដើម្បីស្វែងយល់បន្ថែមអំពីអត្ថប្រយោជន៍របស់វាចំពោះសុខភាពដូច្នេះប្រសិនបើអ្នកចង់សាកល្បងបរិភោគគួរទទួលទានតែក្នុងបរិមាណសមរម្យនិងកុំចាត់ទុកវាជាឱសថសម្រាប់ព្យាបាលជំងឺនេះជាការពន្យល់ដែលស្របតាមភស្តុតាងវិទ្យាសាស្ត្របច្ចុប្បន្ននិងសមស្របសម្រាប់ប្រើក្នុងវីដេអូអប់រំកំណាព្យកន្ទ្រាំងដើមតូចលូតលាស់ព្រៃភ្នំស្លឹកក្រអូបឈ្ងុយផ្សំសម្ម្ជូរគ្រឿងឆ្ងាញ់ពិតជាប់ចិត្តអ្នកភ្លក់តម្លៃធម្មជាតិមិនងាយនឹងបាត់ជីដូនជីតាប្រើប្រាស់យូរមកជាអាហារផងអស់សមស្របថែរក្សាព្រៃឈើឲ្យគង់វង្វេងទ
ទុកជាកេរមរតកដល់កូនចៅក្រែងសេចក្តីបញ្ចប់សូមអរគុណប្រិយមិត្តទាំងអស់ដែលបានចំណាយពេលវេលាដ៏មានតម្លៃទស្សនាវីដេអូនេះរហូតដល់ចប់ខ្ញុំសង្ឃឹមថាព័ត៌មានដែលបានចែករំលែកអំពីដើមកន្ទ្រាំងនឹងផ្ដល់ជាចំណេះដឹងថ្មីនិងមានប្រយោជន៍សម្រាប់លោកអ្នកប្រសិនបើលោកអ្នកពេញចិត្តនឹងវីដេអូនេះសូមកុំភ្លេចចុច Like, Comment, Share និង Subscribe ដើម្បីគាំទ្រ Channel របស់ខ្ញុំនិងទទួលបានវីដេអូចំណេះដឹងថ្មីជាបន្តបន្ទាប់សូមជូនពរប្រិយមិត្តទាំងអស់សូមឲ្យមានសុខភាពល្អសុភមង្គលនិងជួបតែសំណាងល្អគ្រប់ពេលវេលាសូមអរគុណជម្រាបលាហើយជួបគ្នាម្ដងទៀតនៅក្នុងវីដេអូក្រោយ